តើប្រទេសកម្ពុជាមានបេតិកភណ្ឌអ្វីខ្លះដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌរូបីនិងអរូបីនៅក្នុងពិភពលោកចឹងនៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការចែករំលែកនៅអ្វីដែលខ្ញុំបានសិក្សាដែលសម្បត្តិបេតិកភណ្ឌរូបីបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO រួមមានតំបន់ប្រាសាទអង្គរវត្ត14ធ្នូ1992ប្រាសាទព្រះវិហារ7កក្កដា2008ប្រាសាទសម្បូរព្រៃគុក8កក្កដា2017តំបន់ប្រាសាទកោះកេរ17កញ្ញា2023ចំណែកឯសម្បត្តិបេតិកភណ្ឌអរូបីបានចូលអង្គការ UNESCO រួមមានរបាំព្រះរាជទ្រព្យ7វិច្ឆិកា2003ល្ខោនស្បែកធំ25វិច្ឆិកា2005គុនល្បុក្កតោ29វិច្ឆិកា2022ចាប៉ៃដងវែង30វិច្ឆិកា2016ល្ខោនខោល28វិច្ឆិកា2018 Thanks for listening. Hope to see you next video. Bye bye.